ស្វាគមន៍អ្នកទាំងអស់គ្នានេះគឺជាសកម្មភាពធ្វើដំណើរទៅកាត់លឹកត្រៀកនៅក្នុងព្រៃយ៉ាងលំបាកវេទនាដើម្បីយកមកធ្វើសង្ក្រាន្តនៅឆ្នាំថ្មីនេះបាទហើយនេះគឺជាស្បៀងរបស់ពួកខ្ញុំហើយលោកពូក៏បាននាំគ្នាទៅកាប់លឹកត្រៀកហើយនេះគឺជាសកម្មភាពកាប់លឹកត្រៀកលឹកត្រៀកមិនមែនស្រួលកាប់ប្រហែលទេគឺនេះគឺរឿងទៀបទេពេលខ្លះខ្ពស់ជាងនឹងទៀតហើយលឹកត្រៀកនេះក៏ដើមវាក៏មានបន្លាផងដែរហើយទីតាំងលឹកត្រៀកនេះមានគឺភាគច្រើននៅតំបន់ទីទឹកទីទឹកអីច្រឡំទឹកទៀកទឹកជីកបាទបងប្អូនជាស្រ័យទឹកជាជេងបងប្អូនវារៀងផុកអីចឹងទៅតំបន់ខ្លះក៏មានទៀកផងដែរប៉ុន្តែចាស់គាត់ដឹងគាត់នាំទៅកន្លែងអត់ទៀកហើយខ្ញុំអត់សូវដឹងកាប់ចឹងទៅខ្ញុំអ្នកជូនបាទហើយលឹកត្រៀកនេះមិនងាយទេបងប្អូន20 30ឆ្នាំអីខ្លាំងជាងដៃទេណាបងប្អូនចាស់គាត់ប្រើប្រាស់យកធ្វើដំបូលគាត់ចេះធ្វើបងប្អូន20 30ឆ្នាំអីតាណានៅប្រើបានឡើយទេបាទហើយនេះលោកឪពុកក្មេងរបស់ខ្ញុំគាត់កំពុងកាប់ហើយមើលប្រេឈើទៅបងប្អូនស័យអីល្អណាស់បងប្អូនអើយហើយនេះគឺជារបៀបអូសលឹកត្រៀកបាទចាស់គាត់ប្រាប់ខ្ញុំក៏មិនដឹងដែរគាត់ឲ្យកាន់ចឹងគាត់ឲ្យចាប់ក្បាលវាចឹងអូសហើយបងប្អូនមើលតំបន់កន្លែងអូសបងប្អូននេះខ្ញុំដើរទៅជើងខ្ញុំវាផុងនឹងដីហើយកន្លែងនោះវាមានដុះឬស្អីនោះស្រួយបងប្អូនមិនមែនស្រួលដើរណាព្រោះហើយខំណាស់បងប្អូនអើយហើយរកគេវាច្រើនគេរវល់ហើយពួកខ្ញុំក៏នាំចាស់ប្រហែលអ្នកមកចាស់គាត់មកជួយណាហើយសង្ក្រាន្តរបស់យើងឆ្នាំនេះដូចជារៀងយឺតបន្តិចដោយសារតែអីវ៉ាន់របស់យើងបានឆេះអស់វត្តរបស់យើងឆេះគាត់បាទដល់ពេលទៅអីវ៉ាន់ឆេះអស់ហើយអញ្ចឹងទៅឆ្នាំនឹងរៀងយឺតបន្តិចពាក្យចូលឆ្នាំមិនបានធ្វើរដងធ្វើមុនកន្លះខែអីមុនណាដល់ឆ្នាំនេះរៀងយឺតបាទនេះឥឡូវជាសកម្មភាពខ្ញុំអូសទៅឲ្យព្រៃវាញៀតណាហើយពូគាត់ត្រាយផ្លូវឲ្យខ្ញុំអូសទៅហើយមើលទេបងប្អូននេះតំបន់ទឹកជីកហើយឥឡូវនេះកំពុងតែជួបសត្វហ៊ីងយ៉ាងខ្ជូតមួយបាទនឹងហ៊ីងអីទេបងខ្ជូតហ្មងហ៊ានចាំអត់ទេក្នុងវាគ្រើមបាទនេះគឺជាសកម្មភាពលោកឪពុកក្មេងខ្ញុំគាត់អូសបាទហើយបើខ្ញុំវិញចាប់អូសអញញ៉ៃតែបើចាស់គាត់ដឹងគាត់ធ្លាប់បងប្អូនឃើញគាត់រៀបដល់ស្អាតគាត់ក្បួចចងចូលគ្នាគាត់អូសយ៉ាងលយហើយម្នាក់អូសម្ដងបានខ្ទង់ទៅ50 100អីនោះគាត់នេះបាក់50 ធៀងអីបើយើងអត់ដឹងថាក្មេងមែនមិនដូចចាស់បាទដើមមួយចាស់បានចេះហើយទៅរៀងពិបាកដែរបងប្អូនអើយហើយកាប់នេះគឺកាប់យកទៅធ្វើសង្ក្រាន្តនៅក្នុងវត្តឧត្តមសាមគ្គីវាងសែងរបស់យើងហើយយើងខ្វះកម្លាំងជួយច្រើនណាស់ឆ្នាំនេះបាទឥឡូវនេះយើងបានកាប់លឹកត្រៀករួចរាល់ហើយគ្រប់ចំនួនហើយនឹងធ្វើការដឹកជញ្ជូនទៅកាន់វត្តហើយប៉ុណ្ណឹងហើយក៏មិនតនេះដែរមិនតហើយដែរបងប្អូនមើលឃើញតែរឿងនេះទៅបងប្អូននេះឃើញតែរឿងនេះដើរទៅចុងអាហ្នឹងបើដួលវិញចាប់ហើយនេះបងប្អូនចាស់គាត់ចេះចងបាច់ចឹងហើយនេះខ្ញុំយកមកទម្លាក់ដោយសារវាខ្ពស់វាឆ្ងាយពីផ្លូវអូសម្ដងខ្ញុំទម្លាក់ចុះហើយឥឡូវចាប់ដើមយកមកដាក់លើលំបន្ទាប់មកក៏មិនតហើយដែរចាស់គាត់នៅហែកធៀងខាងលើចេញហើយច្រឹបក្បាលរបស់វាគេយកទៅក្រាំងបងប្អូនសង្កត់វាឲ្យដាងរយៈពេល1ថ្ងៃទៅ2ថ្ងៃបានអាចយកមកធ្វើបានដែលពួកខ្ញុំបញ្ញាប់ពាក្យចូលឆ្នាំហើយអញ្ចឹងក្រាំងបានតែមួយយប់ទេស្អែកនឹងចាប់ដើមធ្វើកន្លែងសង្ក្រាន្តហើយវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូធ្វើសង្ក្រាន្តបន្តហើយឥឡូវនេះស្អែកនេះសង្ឃឹមថាបងប្អូនឃើញវីដេអូនេះហើយនឹងទៅជួយច្រើនណាស់ស្អែកបាទព្រោះគៀកថ្ងៃហើយបាទហើយឥឡូវនេះលោកពូគាត់ខំលះបង់ពេលវេលាដ៏មានតម្លៃមកជួយសង្ក្រាន្តរបស់យើងសង្ឃឹមថាស្អែកនឹងមានមនុស្សមកច្រើនណាព្រោះយើងត្រូវតភ្លើងតអីបាទហើយកន្លែងឆ្នាំនេះតិចស្រួលណាបងប្អូនអើយបាទអរគុណច្រើនអ្នកទាំងអស់គ្នាបាយ